ខ្ញុំដឹងថាបងប្អូនទាំងអស់គ្នាកំពុងតែឆ្ងល់ហើយថាហេតុអីបានជាខ្ញុំជ្រើសរើសទៅលេងស្រីលង្កាមានមនុស្សជាច្រើនណាសួរខ្ញុំថាទៅលេងហ្នឹងខ្លាចអត់ហើយនៅនឹងមានអីលេងក្នុងប្លុកនេះផងដែរខ្ញុំនឹងស្រាវចម្ងល់ជូនបងប្អូនទាំងអស់គ្នា Look we got a tuk tuk ទាំងអស់គ្នាឥឡូវហ្នឹងខ្ញុំនៅអូអីចឹងណាតាក់ទងជាមួយសួស្តីអ្នកទាំងអស់គ្នាឥឡូវពួកយើងបានមកដល់ទីក្រុងកូឡុំបូហើយរឿងដែលយើងត្រូវធ្វើដំបូងគេនោះគឺដូរលុយខ្លះសិនដែលសារនៅទីនេះអត្រាប្រាក់ល្អគួរសមដែរបើធៀបនឹងខាងក្រៅពលានបន្តមកទៀតយើងនឹងទៅអូតែលរបស់យើង Good morning today I wake up in Sri Lanka Woo I wake up so early because gotta check the night view at our hotel the view very nice you can see the train in the morning and we will spend time in Colombo until 3 p.m. and then we will go to Sigiriya. I am going for lunch. We will go to Ramba Food and King Tuk Tuk. And we are going there. We went to a local restaurant, but it's not working for us. It's called Ramba. Not about local, not they just really. Yeah, mostly it's for worker, office people eat there. Yeah, so now we move to Kacha Colombo. This is what I get, like a samurai curry chicken wrapped in the banana leaf. And husband get a chicken curry and come with the whole set. បើយើងនិយាយពីមូលហេតុអីដែលធ្វើឲ្យខ្ញុំសម្រេចចិត្តថាទៅលេងស្រីលង្កាជាជាងប្រទេសដែលជឿនលឿនហ្នឹងគឺវាមានច្រើនមូលហេតុហើយមូលហេតុទី1នោះគឺដោយសារតែខ្ញុំចង់ស្គាល់ប្រទេសហ្នឹងហើយនិងវប្បធម៌របស់គេ It was the best decision to come here. The food was so amazing. And look, we finished everything because just so good. Look, we got a tuk tuk in what is it called? See. Habarana. Yeah, anyway, the tuk-tuk driver just left us here alone in the middle of the jungle. What are we supposed to do now? Good morning. យប់មិញហ្នឹងចាំឡានមកយកយើងហ្នឹងឡើងចិត្តកន្លះម៉ោងគឺຕົកចោលនៅកណ្ដាលព្រៃ like kind of scary a little bit but anyway មកដល់អូតែលហើយតែឥឡូវនេះព្រឹកព្រលឹមឡើងយើងនឹងទៅលេងនៅ Lion Rock it's behind me នៅក្រោយខ្ញុំហ្នឹង You see it ទាំងអស់គ្នាឥឡូវហ្នឹងខ្ញុំនៅ history site គេហៅជាប់ UNESCO នៅ Lion Rock ម្នាក់$35ឡើងទៅលើហ្នឹងហើយដោយសារតែកន្លែងហ្នឹងជាកន្លែងគេហៅថាតំបន់ប្រវត្តិសាស្ត្រអញ្ចឹងពួកខ្ញុំក៏យក guide មួយ guide ម្នាក់ហ្នឹង$25សម្រាប់2នាក់ខ្ញុំមូលហេតុទី2គឺជាមូលហេតុធំចម្បងដោយសារតែនៅពេលដែលគេសួរខ្ញុំថាខ្ញុំមកពីណាខ្ញុំប្រាប់គេហើយខ្ញុំខ្មែរហើយខ្ញុំហៅគេមកលេងស្រុកខ្មែរអញ្ចឹងគឺមានមនុស្សជាច្រើនសួរសំណួរខ្ញុំដូចនឹងដើមក្បាលវីដេអូអញ្ចឹងដូចនេះហើយទៅធ្វើឲ្យខ្ញុំនឹងចង់ផ្ដល់ឱកាសមួយនឹងទៅឲ្យស្រីលង្កាដើម្បីទទួលបានបទពិសោធន៍ជាក់ស្ដែងកុំឲ្យស្ដាប់ទៅលើតាមគេនិយាយហើយគិតអ្វីដែលមិនល្អឡើងមកលើហ្នឹងណាពិបាកខ្លាំងមែនទែនខ្យល់ខ្លាំងហើយចដាឡើងចោតហើយឡើងសូខ្ពស់ I almost pee in my pants. Let's just promise that we'll leave this day. I can't lie, but I can't help you.
ឥឡូវហ្នឹងយើងទិញ package គេសម្រាប់អ្នក2នាក់អស់$40ទេហើយ Now we on the ខោតុក Choice coolering. We plan to go for sunset, but my big baby has headache, so now we decide to stay here, eat, drink, enjoy the view, watch the dog show. Hello. Nice to meet you. My jeep driver will be go. He will bring us to safari together. We are going to the safari. Wow. Lớp tập bộ mà nè. Chi làm trắng á, thay từ chốt rây chốt đâu vậy trắng. Oh my god. It feels so like fun already. Tao đó phải không mẹ nào thấy sờ bài vào đây nè. Oh my god. It's so much fun. Nó xanh hay tất cả.ឥឡូវយើងចាំអ្នកបាក់ឡានគាត់ទៅទិញសបុតចូលសិនដល់មកបានយើងទៅចូលមើលសួនសត្វ ទាំងអស់គ្នាម្ដងកណ្ដាលព្រៃឯងស្អាតខ្លាំងមែនទេហ្មង We are here. I saw the elephant now. ជួលឡានជីបដើម្បីមកលេង Safari នេះគឺចាយអស់$120សម្រាប់2នាក់ យ៉ាខ្ញុំដឹងថារៀងថ្លៃបន្តិចមែនប៉ុន្តែនេះជាអ្វីដែលខ្ញុំចង់ធ្វើនិងចង់បានបទពិសោធន៍នេះម្ដងខ្ញុំបានធ្វើ Safari នេះនៅ Minaruya Park នៅទីនេះអត់សូវមានសត្វអីច្រើនទេមានតែដំរីអញ្ចឹងហើយខ្ញុំ recommend ឲ្យអ្នកទាំងអស់គ្នាធ្វើនៅ Yala វិញគឺមានសត្វព្រៃច្រើនមានដូចជាខ្លាមានកពើលាក់អញឡាក់ប៉ុន្តែបើសួរខ្ញុំថាស្ដាយលុយអត់ទៅឃើញតែដំរីអញ្ចឹងគឺអត់ស្ដាយលុយទេថ្ងៃហ្នឹងគឺពិតជាសប្បាយខ្លាំងមែនទែនហើយនេះជាបទពិសោធន៍ថ្មីនិងអារម្មណ៍ប្លែកក្នុងការជិះដើរលេងក្នុងព្រៃដ៏ធំនេះ You also amazing. Trong đó bạn mây cứ dân từ ở Dambulla Cave đọc bay đầu mơ ở sunset á. Yeah. You never had that? No. Secret? No, beetle. No. ឥឡូវញ៉ាំបាយហើយហើយកំពុងតែដើរត្រឡប់ទៅអូថែលវិញប៉ុន្តែគិតមើល Look. This is the road. នេះផ្លូវទៅអូតែល សម្រាប់ស្រីលង្កានេះផងដែរគឺខ្ញុំទៅលេងចំនួន14ថ្ងៃហើយទៅបានដល់9ខែទៅនោះអញ្ចឹងសកម្មភាពគឺច្រើនមែនទែនអញ្ចឹងសម្រាប់ vlog ទៅលេងស្រីលង្កានេះគឺខ្ញុំនឹងបែងចែកចេញជា3ភាគបើសិនជាដាក់តែមួយភាគគឺវែងពេកខ្លាចបងប្អូនធុញហើយមើលអត់ដល់ចប់ I said I don't care, 'cause if I'm honest, I don't wanna go there.
feels like I'm going nowhere. ឥឡូវខ្ញុំមកដល់ Candy ហើយ Candy ឥឡូវខ្ញុំ check in ចូល hotel សិន Think that you might have a keeper. I saw you and your girlfriend. She was holding your hand and I was walking behind you. nơiនេះស្អាតខ្លាំងមែនទែនហ្មងណាប្រហែលដូចនៅអឺរ៉ុប But still find it really strange that you ប្រាប់តុកថាចង់ទៅ view point យើងចេះជីទៅប្រាប់គេហើយមានអីមកដល់រោងចក្រផលិតតាំងអីណានេះអញកាំងដេកនៅនឹងដោយ didn't. Sometimes when I close my eyes, mind for a moment, I keep going back to you. Oh, I keep going. Hello ឥឡូវខ្ញុំនៅ City Center របស់ Candy នៅនេះមានអារម្មណ៍ហាក់ល្វល់ជាងនៅ Colombo ហើយ traffic ច្រើនខ្លាំងមែនទែនហ្មងI will show you guys the market ខ្ញុំទៅផឹកតែសិនតើមកចាំទៅដើរមើលផ្សារគេចង់ដឹងថាវាមិនដែរឥឡូវខ្ញុំនៅ Westmont come here to get some tea and drinks. I almost said drink some tea. Thank you. នៅនេះគេថា popular ជាងគេគឺ tea តែពេលដែលយើងនឹកឃើញតែយើងនឹកឃើញមុនគេគឺយើងគិតថាមកពីចិនមកពីជប៉ុនអីចឹងតែតាមពិតនៅស្រីលង្កាគឺកន្លែងមួយដែលថាមានចការតែធំផលិតតែហើយយកនាំចេញទៅក្រៅប្រទេសដោយសារតែពីមុនស្រីលង្កានៅក្រោមការគ្រប់គ្រងរបស់អង់គ្លេសអញ្ចឹងអង់គ្លេសគាត់ជាអ្នកផលិតតែនោះអ្នកផ្ដោតផ្ដួលតែនោះនៅនឹងអញ្ចឹងធ្វើឲ្យតែនោះវា popular នៅអញ្ចឹងណា Oh, I said I don't mind, but in reality I wanna go back in time. បើទៅដើរលេងហើយអ្នកលក់តែយកអ្នកដឹកពីមកយើងទៅលេងនៅកន្លែងផលិតតែគុំតែញនៅនឹងគឺថ្លៃហើយអ្នកនៅក្រៅនេះសិតតែកន្លែងលក់តែតម្លៃខុសគ្នាឡើងពាក់កណ្ដាលដូចអានេះខ្ញុំទិញនៅកន្លែងគេផលិតតែ2000 នៅនេះលក់ទៅ1180 Still wishing you were mine. And it's hard to get jealous. The way it hurts, it makes me kinda ឡូឥឡូវហ្នឹងយើងដើរនៅទន្លេកជាតំបន់មួយដែលថាស្អាតជាងគេនៅ Candy ដើរមើលគេមើលឯងខ្ញុំតាំងមកស្រីលង្កាមកខ្ញុំអត់ដែលឃើញគេ date ទេតែថ្ងៃហ្នឹងហើយមកកន្លែងហ្នឹងឃើញគេ date ខ្ញុំស្មានតែនៅនេះគេអត់ចេះ date គ្នាតា is so nice. I really love it here so much. ឥឡូវហ្នឹងយើងថតរូបឆ្អែតចននៅដលេកហើយអញ្ចឹងយើងនឹងទៅវត្តម្ដងឥឡូវហ្នឹងខ្ញុំចូលមកដល់ក្នុងវត្តហើយបើយើងចង់ចូលក្នុងវត្តនេះម៉ោង 6 កន្លះគេមានសូអីចឹងណាតាក់ទងជាមួយនឹង Buddhism តាក់ទងមួយនឹងពុទ្ធអីចឹងហើយចូលក្នុងនេះគឺចាយម្នាក់ 2000 ដុល្លារមកតែ 2000 វាស្មើនឹង $6 ជាងហើយចូលនេះក៏ដោះបីជើងដែរហើយដោះបីជើងតែគេមានកន្លែងតុកបីជើងឲ្យយើងឯងបរទេសខ្មែរអីណាអីក៏ដោយជនជាតិគាត់ក៏ត្រូវតែដោះបីជើងដែរវត្តគេស្អាតខ្លាំងណាស់មិនលំទេណាប្រាប់ ឥ
បងប្អូនទាំងអស់គ្នាអរគុណបងប្អូនទាំងអស់គ្នាច្រើនមែនទែនអរគុណខ្លាំងៗសម្រាប់ការគាំទ្រនិងមើល vlog របស់ខ្ញុំសូមបងប្អូនទាំងអស់គ្នាជួយ like share និង subscribe ម្នាក់មួយណាហើយចាំជួបគ្នានៅភាគ2 Love you bye bye